ព្រះអង្គទ្រង់ដាក់អាយុសង្ខារបរិនិព្វានអង្គព្រះទ្រង់មានដេកជាសំដែងប្រាប់ព្រះអនន្តថារកទេសដែលចាស់បទៅណាទៅបានដោយសារអបឫស្សីតថាគតចាស់ក្រំគ្រាហើយមិននាលអនន្តហើយមិនមានមុំអីដូចរទេសចាស់អបឫស្សីវស្សាឆ្នាំថ្មី80ហើយក្រោយព្រះអនន្តទ្រង់ចេញផុតពីព្រះសម្ពុទ្ធមិនយូរឡើយក្រោយផុតតាហាថ្ងៃត្រង់ហើយមាមិនកន្តើយគាល់សាស្តាឆ្នាំម្សាញ់ខែមិញថ្ងៃអាទិត្យពេញបរមីពិតថ្ងៃនោះណាព្រះអង្គទ្រង់ដាក់អាយុសង្ខារចំពោះមុខមាគ្រានេះឯងនៅនីបាវិលចេតដីក្បែរវេសាល័យក្រៅកំផែងក៏កើកធរណីគ្រប់កន្លែងក៏លន់ខ្វាត់ខ្វែងខ្ទរអាកាសាក្រោយមកភិក្ខុជួបជុំគ្នាអង្គព្រះហកវីទ្រង់បានត្រាស់សំដែងគាថាអស្ចារ្យរំលឹកយ៉ាងច្បាស់ត្រាស់អវាទទ្រង់បានត្រាស់ថាសង្ខារទាំងឡាយតែងតែអន្តរាយវិនិច្ឆ័យខូចខាតចូលអ្នកទាំងឡាយកុំបីប្រមាទប្រឹងប្រែងសង្វាតឲ្យសម្រេចការភោជនៈដែលឈ្មួញស្នាំងដុតដោយដីតូចក្តីធំក្តីឆៅឆ្អិនយ៉ាងណាចុងក្រោយរមែងតែងមានកិរិយាបែកធ្លាយជាធម្មតានេះជាការពិតយ៉ាងណាជីវិតសត្វក្មេងចាស់មានឬបណ្ឌិតចុងក្រោយរមែងតែស្លាប់ពិតបាត់បង់ជីវិតក៏យ៉ាងនេះដែរជីវិតតថាគតមានប្រមាណតិចគោរពពាក្យពេចន៍ឥតកែប្រែពីថ្ងៃនេះទៅនៅត្រឹម3ខែតថាគតត្រូវតែបរិនិព្វាន3ខែកន្លងយ៉ាងរហ័សសែនសោកស្ដាយណាស់ព្រះទ្រង់ញៀនវេលាចិត្តភ្លឺទ្រង់ចូលឈានហើយចូលនិព្វានកណ្ដាលព្រៃក្នុងខែវិសាខថ្ងៃអង្គារឆ្នាំម្សាញ់វេលាចុងរាត្រីថ្ងៃ15កើតពេញបរមីបរិស័ទប្រុសស្រីជុំត្រៀបត្រាទីត្រង់និព្វាននោះតាំងនៅក្បែរផ្លូវទៅក្រុងកុសិនារារាំងភ្នំមួយគូសាលព្រឹក្សាមានផ្ទាំងសិលានៅចន្លោះកុំថាឡើយមនុស្សសោយសោកាសូម្បីទេវតាឋានទាំងអស់យំសោកបោកប្រានស្ដាយស្រណោះលន់ក៏ក្រោកអស់ហុបផែនដីទីត្រង់នៅពៀននោះឥឡូវមានស្ថោបតាំងនៅល្អប្រំប្រៃសម្គាល់ទីដែលព្រះចិនស្រីនិព្វានលើដីកុសិនារាក្នុងស្ថោបមានព្រះបដិមាថ្មកសាងយ៉ាងល្អគួរជ្រះថ្លាតំណាងប្រសពព្រះសាស្តាស្ដោកស្ដឹងកាយាសែនអាសូរ
អ្នកទៅដល់ពិតចិត្តដិតជាប់ឃើញដូចព្រះសពនៅស្រងូលមានស្បង់ជីវរថ្វាយផ្លាស់ប្ដូរទឹកនេត្រាហូរនឹកព្រះអង្គនឹកហាក់ដូចជានៅថ្មីថ្មីនឹកព្រះចិនស្រីប្រោះស្រោចស្រង់នឹកដល់ប្រខល្អផូរផង់នឹកទាំងប្រសង់អង្គសាវកចាប់តាំងអំពីថ្ងៃនេះទៅសូមដើរតាមផ្លូវព្រះអរិយមគ្គក្រោមម្លប់ព្រះធម៌ដ៏ត្រជាក់ផុតពីអន្ទាក់នៃពួកមីសូមឲ្យលោកអ្នកបានសូត្រស្ដាប់ប្រវត្តិសាស័ព្ទព្រះភគវីបានសុខចម្រើនគ្រប់គ្នាកុំបីឃ្លាតឃ្លាគ្រាណាឡើយ